ហាងរីខ្ញុំសូមអភិវាទគុណកែវមនីនាថមកុដលោកាព្រះអង្គតួឯកម្ចាស់សាសនាព្រោះមនុស្សទេវតាសត្វភពត្រីទ្រង់មិនប្រកាន់ជាតិវណ្ណៈតាមជាន់តាមឋានៈដូចសពថ្ងៃឲ្យតែសត្វណាមាននិស័យអង្គព្រះចិនស្រីប្រុសទេសនាបង្គំព្រះធម៌ទៀតជាពីរដែលព្រះមុនីសាស្តាចារ្យទ្រង់ត្រាស់សម្ដែងថ្លែងទេសនាព្រោះទ្រង់ករណាអសូរស័ព្ទបង្គំព្រះសង្ឃទៀតជា3សាវកចិនស្រីលោកប្រតិបត្តិញោមញីកិលេសឲ្យខ្ចាយខ្ចាត់វិនិច្ឆ័យបងបាត់ចាកសន្តានសូមនមស្ការចំពោះព្រះគ្រូសន្តិភតោផលចន្ទ្រាបច្ចៅអធិការវត្តបតុមរាំងសីអូបឡោះដោយសេចក្តីគោរពជ្រះថ្លាសពកាលនឹងធ្វើសមានចិត្តរាប់អានញោមញាតជាពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីយាយតាបាសកឧបាសិកាយាយតាដែលអញ្ជើញមកពីទីចិត្តជិតឆ្ងាយនៅក្នុងរោងបញ្ញកម្មនៃពេលវេលាគ្រាឱកាសនេះរោគាចេវន្តរាយាចឧបានាចេឧបតវេពុទ្ធាទេអនុភាវេនៈដោយកិរិយាធ្វើបទនមស្ការមានពុទ្ធខាងដើមជាប្រធានក៏សូមធ្វើជារណាំងរារាំងបញ្ជានៅឧបទ្រពអបវន្តរាយកលកណីភ័យអន្តរាយទាំងឡាយទាំងពួងដែលមាននៅក្នុងអាការៈរបស់ញោមញាតជាអិសរាធបតីសម័យលោកអ្នកម្ចាស់ផ្ដើមទានប្រទានលោកអ្នកម្ចាស់ផ្ដើមកុសលបាសកឧបាសិកាយាយតាភ្ញៀវកិត្តិយសទាំងអស់ក៏សូមឲ្យឧបទ្រពឧបវន្តរាយកលកណីភ័យអន្តរាយទាំងឡាយទាំងពួងនោះក៏សូមឲ្យបវាជាចាញ់ឆ្ងាយចាប់ពីពេលនេះតរៀងទៅឥតោបរាំងធម្មទេសនាងទេសសាមៈទីតីអំពីបទនមស្ការដោយសង្ខេបបែបខ្លីនេះទៅតម្រូវត្រូវអង្គខ្ញុំគុណាម្ចាស់ទាំងពីរព្រះអង្គនឹងលើកយកនៅបឋមមកសម្ដែងចែកជូនញោមញាតពុទ្ធបរិស័ទជាពិសេសអិសរាទានាធបតីសម័យលោកម្ចាស់ដើមបុណ្យទាំង6គ្រួសារដែលបានប្រពធ្វើពិធីបុណ្យបច្ច័យ4ដាពុស្ដាចម្រើនបជននិងឆ្លងចេតិយដើម្បីជាគុណោបការៈតបស្នងក្នុងកម្មវិធីបុណ្យនេះឲ្យប្រព្រឹត្តទៅយ៉ាងកក្រឹកកក្រែងជាបុណ្យដើម្បីបាននៅមហាកុសលចែកជូនញោមញាតជាពុទ្ធបរិស័ទនេះទៅអង្គខ្ញុំកណាម្ចាស់ទាំងពីរព្រះអង្គនេះបានអរតនីដូចលោកម្ចាស់នៅខាងឆ្វេងបរោះខ្ញុំកណាដែលបានលើករាយនាមជាមួយគ្នានេះដែលមកអំពីវត្តផ្សេងគ្នាដូចញោមបានមើលឃើញដោយម៉ាំងសច្ចខុថានៅក្នុងឱកាសវេលាពេលនេះមានប្រសង់ឬក៏ធម្មកតិកាចារ្យមានរហូតដល់តែ2ព្រះអង្គមានព្រះអង្គអ្នកមួយពងតែកោកកាន់នៅមីក្រូហ្វូននេះអញ្ចឹងសូមឧទ្ទេសនាមឲ្យញាតិញោមបានដឹងចោះតែញោមខ្លះក៏បានស្គាល់បានឃើញជាញឹកជាញយហើយតែព្រះអង្គដែលកំពុងតែកាន់មីក្រូហ្វូននិយាយកោកនេះមើលមុខរៀងសពូនមានបច្ចុយរៀងសស្អាតមកពីណាអញ្ចឹងសូមឧទ្ទិសនាមថាគឺនិមន្តមកអំពីវត្តបតុមរាំងសីហៅវត្តអូបឡោះស្ថិតនៅក្នុងភូមិអូបឡោះឃុំអូមលូស្រុកតឹងត្រង់កំពង់ចាមយើងនឹងឯងចំណែកឯលោកម្ចាស់កំពុងតែអង្គុយធ្វើមុខសងោតសងាត់សញ្ជឹកសញ្ចឹងដឹងរកអីនេះអង្គុយមុខខាងញាតិញោមហ្នឹងគឺលោកជាប្រគ្រូសូត្រស្ដាំបើលក្ខដែលលោកជាប្រគ្រូសូត្រស្ដាំ
អញ្ចឹងមកជាមួយគ្នារៀនក៏ជាមួយគ្នាជិះម៉ូតូមកក៏ជាមួយគ្នាអញ្ចឹងញោមពិតជាឆ្ងល់ហេតុអីយើងមានលោករហូតដល់តែ2អង្គជាធម្មតាញោមឃើញទេសនាបុណ្យមួយអីឃើញតែមួយអង្គទេដល់ពេលឱកាសនេះស្រាប់តែបុណ្យបច្ច័យ4ដាពឺស្ដាចម្រើនបជននិងឆ្លងចេតិយនេះមានដល់2អង្គអញ្ចឹងញោមគិតក្នុងចិត្តថាប្រកាសจะមានមួយអ្នកឆ្លើយហើយមានមួយអ្នកសួរអញ្ចឹងខ្ញុំកណាអាត្មាភាពដែលមកពីវត្តបតុមរាំងសីនេះអញ្ចឹងលើកខ្លួនឯងធ្វើទៅជាព្រះមហាថែណាគេហៅថាបច្ចកថែជាអ្នកសម្រាប់សាកសួររាល់បញ្ហាកម្មឯណានៃមួយដែលកើតនៅក្នុងកម្មវិធីបុណ្យនេះសួរទៅដល់លោកម្ចាស់ដែលមកអំពីវត្តបែកលងត្រូវជាប្រគ្រូសូត្រស្ដាំវត្តបែកលងអញ្ចឹងលើកលោកឲ្យคล้ายទៅជាព្រះអនុថែគេថាវិស័យចនិតកាត់ថែណាជាអ្នកចាំដោះស្រាយរាល់បញ្ហាកម្មដែលព្រះមហាថែលើកឡើងសំណួរណាតាក់ទងនៅក្នុងកម្មវិធីបុណ្យនេះហើយលើកមកសាកសួរឲ្យលោកម្ចាស់ដែលនៅខាងឆ្វេងបរោះរបស់ខ្ញុំកណាអាត្មាភាពនេះឲ្យលោកដោះស្រាយអញ្ចឹងមិនតាន់តែដឹងថាលោកនឹងយល់ព្រមឬមិនយល់ព្រមយ៉ាងណាយ៉ាងណីទេអញ្ចឹងតួតែមិនយល់ព្រមដីក្នុងគណៈនេះលើកឲ្យលោកធ្វើជាអនុថែតែបើលោកមិនព្រមអាហ្នឹងមានតែចុះទៅវត្តវិញទៅអញ្ចឹងទោះត្រូវយ៉ាងណាអីយ៉ាងណាព្រមយ៉ាងណាអីយ៉ាងណាក៏សូមអរតនានិមន្តឆ្លើយមកមើលសូមវិសាចនីតស្សៈបរិវចនាងអហង្ធេរោផនទេបពិតព្រះមហាថែដ៏ចម្រើនបានចាត់តាំងនាមឲ្យខ្ញុំកណាជាអ្នកឆ្លើយនៅរាល់បញ្ហាកម្មដែលលោកម្ចាស់ដែលជាព្រះមហាថែបានដណ្ដឹងសួរនៅរាល់បញ្ហាកម្មទាំងឡាយបើនិយាយអំពីការថាទទួលព្រមគឺទទួលតាំងពីញោមបាសកម្ចាស់ផ្ដើមទានប្រធានលោកអ្នកម្ចាស់ផ្ដើមបុណ្យនិមន្តម្លេះតែគ្រាន់តែព្រះមហាថែគង់ជ្រាបថានៅក្នុងសត្តនិកទាំងឡាយនៅក្នុងលោកពុំថាមាននរណាម្នាក់ចង់តូចឬក៏ទាបជាងអ្នកដតីឡើយបុគ្គលម្នាក់នៅក្នុងចតុអោគាចនីលោកីយើងនេះសុទ្ធសឹងតែមានសេចក្តីពុនប៉ងប្រាថ្នាចង់បានលៀបសក្ការៈនិងសេចក្តីសុខរហូតទៅដល់ចង់បាននឹងយសស័កនឹងធំជាងអ្នកដតីទាំងអស់ហើយដូចម្ដេចបើខ្ញុំកណានឹងឡើងខែហ្នឹងខាងឆ្វេងវាបើឡើងខែខាងស្ដាំបានធ្វើព្រះមហាថែតែឡើងមកខែខាងឆ្វេងបានត្រឹមជាអ្នកតូចញាតិញោមបានត្រឹមជាអ្នកដែលគេត្រូវសួរហើយបានជាអ្នកឆ្លើយក៏ប៉ុន្តែតាំងខ្លួនជាព្រះមហាថែនេះញាតិញោមជាពុទ្ធបរិស័ទក៏បានយកព្រមប្រចាំបោះឆ្នោតវាយូរបើនៅបោះឆ្នោតអាចនឹងយូរតែបើបោះឆ្នោតស្រួលអាចខ្ញុំកណានឹងធ្លាក់ច្រើនជាងព្រោះនេះទឹកដីព្រះមហាថែគីឡូ10អានោះបែកលងទេអញ្ចឹងបើបោះឆ្នោតប្រហែលជាអាត្មាធ្លាក់ហើយអញ្ចឹងមិនបាច់ចាំបោះឆ្នោតទេដឹងតែខ្លួនឯងធ្លាក់ស្រាប់ព្រមទទួលទៅចោះក៏ប៉ុន្តែនិយាយគ្នាឲ្យហើយព្រះមហាថែបានឡើងនៅកែធម្មាសនៈជាអ្នកធំអីកុំចេះតែសួរកន្លែងណាដែលចេះបានហើយកន្លែងណាមិនចេះកុំសួរហើយសួរហមមើលជើងកម្ពីអដ្ឋដិកាយោជនីគាថាអីផ្សេងហ្នឹងចាំសួរណាហើយមួយវិញទៀតបើសិនជាសួរមកហើយខ្ញុំកណានោះឆ្លើយទៅមិនពេញទឹកប្រតិឬក៏មិនពេញលេញនៅបទបាតអក្សរចាញ់ចនៈភាសាបាលីសេចក្តីអត្ថាធិប្បាយសម្រាយកន្លែងណាមិនសមរម្យនោះក៏សូមព្រះមហាថែជួយចាប់ជួយកែប្រវាយសិនជាមិនទាន់ពេញទេសូមជួយញាត់ឲ្យពេញផងហើយបើលើសជួយច្រាប់ចេញអានេះទី2ទី3សូមបវរណាប្រគុណជាអង្គម្ចាស់
ថាបើសិនជាខ្ញុំកណាលេងទៅមានពាក្យលើសលួសខ្វះខាតលិចលើក្រោមខ្លីអីនឹងជាដើមក៏សូមមេត្តាអព្យាស្រ័យអភ័យអត់ទោសកុំប្រកាន់អានេះទី3ទី4សំណុំពរតូចមួយទេរាល់បញ្ហាកម្មទាំងឡាយដែលព្រះមហាថែបានដណ្ដឹងសួរមកខ្ញុំកណាមិនយល់បែកសេចក្តីអត្តន័យដែលព្រះគុណជាអង្គម្ចាស់សួរមកកាន់ខ្ញុំកណាសូមសួរវិញហើយចឹងសួរទៅសួរមកពីមុនញាតិញោមធ្លាប់តែឃើញតែទឹកជ្រោះវាធ្លាក់ពីលើមកវាមិនតែទឹកជ្រោះឯណាហូរឡើងទៅលើវិញទេវាត្រូវតែធ្លាក់ចុះក្រោមក៏ប៉ុន្តែថ្ងៃនេះទោះតែទឹកនឹងមិនត្រូវឡើងទៅលើក៏យ៉ាងជាពិតមែនក៏ខ្ញុំកណាអាត្មាភាពនេះដាក់ម៉ូទ័របូមឡើងទៅលើវិញដែរអញ្ចឹងបើមានចម្ងល់សូមសួរវិញហើយសំណុំពរមានប្រមាណប៉ុណ្ណាសូមព្រះគុណជាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឥឡូវហ្នឹងញាតិញោមជាពុទ្ធបរិស័ទលោកម្ចាស់ដែលជាប្រគ្រូសូត្រស្ដាំនៅវត្តបែងលុងឥឡូវលោកទទួលធ្វើជាអនុថែហើយជាអ្នករងចាំដោះស្រាយរបញ្ហាកម្មដែលព្រះមហាថែសាកសួរដណ្ដឹងទៅលោកមនាលអនុថេរៈដ៏ចម្រើនហើយកុំថាឡើយដែលលោកម្ចាស់សំណងពរទី1ទី2ទី3ទី1លានក៏ខ្ញុំកណាជាព្រះមហាថែនឹងកំប្រមដែរទទួលយកនៅសេចក្តីសន្យាដែលលោកបានអរតនីដាក់មកនេះដើម្បីឲ្យកម្មវិធីបន់ចម្រើនបន់បច្ច័យ4ដាពឹស្ដាចម្រើនបជនឆ្លងចែកដីនេះប្រព្រឹត្តទៅបានល្អនោះអញ្ចឹងអនុថែប្អូនរងចាំស្ដាប់រាល់សំណួរដែលខ្ញុំកណាម្ចាស់លើកឡើងសួរទៅដល់លោកម្ចាស់អញ្ចឹងទេខ្ញុំកណាដូចជាមានសំណួរចង់សាកសួរទៅដល់ព្រះអនុថែមនាលអនុថែប្អូនលើកដៃកំបងអញ្ជលីនឹករំលឹកនឹកវិជាគុណទាំងឡាយទាំងពួងណាដែលខំរៀនពីគ្រូបាអាចារ្យគ្រូមកឯណានោះឬក៏ពៀនរៀនពីឯណាខាងលអាងភ្នំខាងមាត់ជ្រោះអីឯណានេះនោះលើករំលឹកគុណមកគ្រូតូចគ្រូធំគ្រូក្រមុំគ្រូកន្លោះគ្រូមីម៉ាយអីណានេះនោះរំលឹកមកប្រយ័ត្នដល់ពេលខ្ញុំកណាសួរទៅភ្លេចភ្លាំងអីមកខាងបាននឹកគុណដល់ព្រះពុទ្ធនឹកគុណដល់ព្រះធម៌នឹកគុណដល់ព្រះសង្ឃនឹកឃើញដល់គ្រូបាអាចារ្យណាដែលខ្លួនបានសិក្សារៀនសូត្រមនាលអនុថែប្អូនកុំបីផាត់កុំបីភ័យអីរាល់សំណួរដែលខ្ញុំកណាម្ចាស់សាកសួរទៅនេះសិតតែជាសំណួរដែលលោកម្ចាស់អនុថែចេះតែទាំងអស់ហ្នឹងណាអញ្ចឹងទេសូមទៀងសោតាស្ដាប់សំណួរចេញទៅហើយសំណួរដែលចង់សួរទៅដល់អនុថែថាចុះអ្វីទៅដែលមិនមាននៅក្នុងលោកសូមវិសាចនាលមកមើលតស្សៈបរិវចនាងអហង្ធេរោផន្តេបពុទ្ធព្រះមហាថែដ៏ចម្រើនមុននឹងឆ្លើយនៅសំណួររបស់ព្រះមហាថែបានចោទដណ្ដឹងសួរសនំពរញាតិញោមជាមុនសិនញាតិញោមអើយញាតិញោមមើលម្នេះមកអត្តប្រាជ្ញគ្នាលោកទេសដល់ណាហើយណសូមចេះសនំពរញាតិញោមបន្តិចចោះមិនអោយអីច្រើនទេសនំពរតែអញ្ចេះបើបានមកអង្គុយឲ្យញោមហើយតាំងចិត្តស្ដាប់ម្លោះតែបានមកអង្គុយអីកុំអាងើបណាញោមណាបើស្ដាប់តទៅលោកទេសចប់ចាំងើបហើយបើជាញោមងើបមួយប្រយទេសទៅស្ដាប់ទេសទៅធ្វើតែបង្ងើយលោកគ្មានកម្លាំងទេសទេណាដាក់ទៅបាច់ចេះធေါ်ដាក់ទៅចេះខ្សុយទៅអញ្ចឹងសនំពរញោមតែ3បើញោមបានមកអង្គុយឲ្យស្ដាប់ទៅព្រោះក្តីមិនព្រោះក្តីធ្វើមុខឲ្យដូចកំពុងព្រោះអញ្ចឹងហើយស្ដាប់បានក្តីមិនបានក្តីធ្វើមុខឲ្យដូចស្ដាប់បាន
ហើយស្ដាប់ទៅយល់ក្តីមិនយល់ក្តីធ្វើមុខឲ្យដូចកំពុងតែយល់ណាញោមណាឲ្យលោកនឹងមានកម្លាំងចិត្តហើយតែលោកទេទៅមើលមុខញោមដូចជូរអែមធေါ်ខ្លាចបញ្ជូរអែមតាមនឹងដែរគេថាស្ដាប់ធေါ်មុខញញឹមរកស៊ីចំណេញណាញោមណារកស៊ីមានបាននឹងឲ្យស្ដាប់ធေါ်ឲ្យបានមុខញញឹមទៅបបិទ្ធប្រគុណជាអង្គម្ចាស់ដ៏ចម្រើនតើអ្វីទៅដែលគ្មាននៅលើលោកណាញោមសំណួរលោកសួរបែបហ្នឹងអ្វីដែលគ្មាននៅលើលោកចៃសូមនិមន្តជ្រាបសាធុអ្វីដែលមិនមាននៅក្នុងលោកចៃមែនអត់ញោមស្ទាបមើលខ្លួនឯងដល់អត់មានសក់ញោមអត់ចៃមែនទេខ្ញុំទៅស្អីចេះនេះមនាលអនុថែប្អូនចម្លើយហ្នឹងខ្ញុំកណាមិនយកសូមឆ្លើយភាសាទៀតឲ្យឆ្លើយយ៉ាងម៉េចបើមើលប្រកេះអត់ចៃមែនសំបីតែលោកអ៊ំធីនោះក៏អត់មានចៃអស់សក់បាត់ហើយឆ្លើយយ៉ាងម៉េចបើនៅលើលោកអត់ចៃមែនញោមមែនណាញោមមែនអត់មានចៃទេចឹងបើសិនជាចម្លើយនឹងមិនយកទេអ្វីដែលគ្មាននៅលើលោកគឺជាសភាវៈទៀងទាត់ប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាបអ្វីដែលមិនមាននៅក្នុងលោកគឺសភាវៈមិនទៀងទាត់ហើយចុះហេតុអ្វីបានជាថាសភាវៈមិនទៀងទាត់គ្មាននៅលើលោកសូមបញ្ជាក់ចុះមានស្អីដែលទៀងទាត់ស្អីក៏មិនទៀងដែរមិនទៀងមិនទាត់មិនថិតថេរមិនជេរការមិននៅមួយកន្លែងនឹងឯងគេហៅថាសភាវៈដែលអត់មានឬក៏ជាសភាវៈដែលមិនទៀងទាត់បានន័យថាដែលថិតនៅមួយកន្លែងនឹងវាអត់មានទេបន្តិចទៅនេះបន្តិចទៅនោះងាកទៅឆ្វេងងាកទៅស្ដាំណាផ្សេងងាកងើបបត់ជើងទៅយាយបត់ជើងទៅទៀតគាត់ប្រែព្រោះទៅណាតិចទៅគាត់ត្រូវទៅបន្ទប់ទឹកទៅអាហ្នឹងគឺសភាវៈទៀងទាត់ដែលត្រូវតែបំរុបបំរួងទៅតែសំបីតែប្រគុណជាអង្គម្ចាស់ទេសចប់ហ្នឹងក៏មិនមែននៅមួយកន្លែងហ្នឹងដែរមុខទៅវត្តវិញហើយកាលណាបើទៅវិញនឹងឯងជាសភាវៈទៀងទាត់តែវាប្រែប្រួលណាទៅរហូតទៅដល់ការស្លាប់និងមរណៈនឹងជាដើមដែលជាសភាវៈបែបនេះឯងដែលលោកហៅថាសភាវៈទៀងទាត់ណាប្រគុណជាអង្គម្ចាស់សូមនិមន្តទទួលអញ្ចឹងញាតិញោមពុទ្ធបរិស័ទឥឡូវលោកបានរាយរាប់រង្គៀយសេចក្តីតកតងនឹងសភាវៈដែលទៀងទាត់អីចុះអ្វីទៅដែលធម៌ចាំឬក៏ធម៌មិនចាំវិសច្ចនីអ្វីទៅធម៌ដែលចាំអ្វីទៅធម៌មិនចាំធម៌ចាំគឺធម៌ចេះហើយធម៌មិនចាំធម៌ភ្លេចសូមមុនជ្រាបធម៌ចាំគឺធម៌ចេះធម៌មិនចាំគឺធម៌ភ្លេចដូចមិនចង់បានសំណួរអញ្ចឹងទេអញ្ចឹងចង់ឲ្យអនុថែសូមវិសច្ចនីភាសាទៀតមើលសូមវិសច្ចនីវាចុះបើធម៌អត់ចាំផងបានអីសូត្រមិនអញ្ចឹងញោមធម៌ចាំទៅចេះតែសូត្រគេទៅហើយដល់ពេលធម៌មិនចាំបានអីសូត្រប៉ុន្តែអាត្មាឃើញយាយអាត្មានៅវត្តអាត្មាធម៌ហ្នឹងក៏អត់ចេះប៉ុន្តែគាត់សូត្រតចប់នេះអាចារ្យចឹងដល់អាចារ្យសូត្រទេវាកន្តថ្វានវេតយងទៅតានឹងចប់យាយនឹងមិនទាន់ចប់សោះនៅធ្វើមាត់ទេចប់ចេះស្មាស្មាគ្រាន់បើហើយការពុទ្ធធ្វើមាត់ទេចឹងអាធម៌ចាំហ្នឹងគឺដែលយើងគិតថាធម៌ហ្នឹងវាចេះហើយបានយើងចាំទៅយើងបានសូត្រហើយដល់ពេលអាធម៌មិនចេះហ្នឹងធម៌ដែលភ្លេចហ្នឹងគឺធម៌មិនចេះហ្នឹងឯងក៏ប៉ុន្តែខ្ញុំកណាបានន័យតែធម៌ដែលមិនចាំហ្នឹងគឺធម៌ស្លាប់ឯធម៌ចាំគឺធម៌ចម្រើនបជនណាគុណជាអង្គម្ចាស់សូមនិមន្តជ្រាបអញ្ចឹងធម៌ស្លាប់ហ្នឹងតើមានសេចក្តីយ៉ាងណាសូមវិសច្ចនីធម៌ដែលស្លាប់ហ្នឹងគឺជាធម៌ដែលសំដៅទៅលើឪពុកម្ដាយកូនចៅទាំងឡាយទាំងប្រុសទាំងស្រីបុត្រធីតាប្រសាបកើតហ្នឹងចេះតែចាំពេលនេះចាំពេលនោះចាំថ្ងៃនេះចាំធ្វើបុណ្យជូនម្ដាយចាំថ្ងៃនេះធ្វើបុណ្យជូនឪពុក
អត់ចេះនាំគាត់ទៅស្ដាប់ធម៌ធ្វើទានធ្វើអីធ្វើកសលផ្សេងអីអញ្ចឹងទៅចេះតែចាំថ្ងៃនេះថ្ងៃនោះរួចតែពេលសេចក្តីស្លាប់មកដល់ហ្នឹងมันអាចចាំបានទៀតទេអញ្ចឹងកូនចៅទាំងឡាយបើត្រូវដឹងតែត្រូវខ្លួនឯងធ្វើបុណ្យហើយកុំចាំទៀតព្រោះសេចក្តីស្ដាប់នៃលោកឪពុកនិងអ្នកម្ដាយហ្នឹងมันចាំបានទេឬក៏គាត់ចិត្តស្លាប់ហើយគាត់មកប្រាប់ថាណាអញចិត្តស្លាប់ហើយហៅបងប្អូនមកជុំគ្នាហៅយាយតានឹងមកសូត្រធម៌ឲ្យគាត់អត់ដឹងទេអាគាត់ត្រង់គាត់មិនដឹងនឹងឯងគេហៅថាមិនចាំដល់ណាគឺសេចក្តីស្លាប់ពីទៀងតែនឹងស្លាប់ណាមិនចាំចំពោះលើបុគ្គលណាមួយទេអញ្ចឹងអាធម៌ដែលហៅថាធម៌ស្លាប់ធម៌នេះឯងសំដៅទៅលើលោកឪពុកអ្នកម្ដាយដែលកូនចៅទាំងឡាយនឹងប្រឹងធ្វើបុណ្យជូនទៅគាត់ទៅណាកុំចាំថ្ងៃនេះកុំចាំថ្ងៃនោះយ៉ាត់តែចាំចោះចាំឡើងសេចក្តីស្លាប់ចូលមកដល់ចំពោះលោកឪពុកនិងអ្នកម្ដាយលែងបានចាំទៀតហើយអញ្ចឹងអត្តន័យថាធម៌មិនចាំនឹងគឺធម៌ងាប់គឺមានន័យបែបហ្នឹងប្រគុណជាអង្គម្ចាស់សូមនិមន្តទទួលសាធុទទួលហើយមនាលអនុថែប្អូនឥឡូវញោមបានស្ដាប់ហើយធម៌ដែលថាធម៌ស្លាប់នោះអញ្ចឹងលោកបញ្ជាក់ថាតនដែលយើងមានដង្ហើមដកចេញចូលនឹងទៅវិញទៅមកបានឲ្យយើងនឹងខិតខំប្រឹងសន្សំបុណ្យសន្សំកុសលជាពិសេសធ្វើទានធ្វើសិលធ្វើភាវនាឲ្យបានច្រើនគ្រាន់បានជាការសន្សំនៅពុញ្ញកម្មគ្រាន់ពេលដែលយើងមរណៈកាលទៅនោះក្រែងបានកុសលទាំងអស់ហ្នឹងជួយគុំក្រមថែរក្សាឲ្យបានទៅកើតក្នុងទីបរមសុខមនីអនុថែប្អូនខ្ញុំកណាបានយល់បានជាតិហើយញោមញាតក៏បានយល់ដែរចុះហេតុអ្វីបានជាអនុថែថាធម៌ចាំទៅជាធម៌ចម្រើនបជននោះវិញនោះសូមសច្ចនាមកមើលផន្តេតរៈបពុទ្ធព្រះមហាថែដ៏ចម្រើនធម៌ចាំណាសំដៅទៅលើធម៌ចម្រើនបជនបានន័យថាមេត្តាបិតាដែលគាត់រស់នៅហ្នឹងគឺគាត់ចាំកូនប្រុសស្រីគ្រប់គ្នាហ្នឹងធ្វើបុណ្យចម្រើនបជនហ្នឹងជូនគាត់ណាពេលវេលាដែលគាត់មិនទាន់ស្លាប់ហ្នឹងនឹងហើយដែលហៅថាកូនចៅត្រូវតែធ្វើបុណ្យឲ្យគាត់ចាំទទួលទាំងអស់ឲ្យតែកូនចៅនឹងមានសទ្ធាណាមានការលះបង់ទៅក្នុងការធ្វើទានធ្វើកុសលជូនចំពោះគាត់នឹងនៅចាំរងចាំឲ្យតែសេចក្តីល្អដែលកូនចៅទាំងឡាយនឹកឃើញនៅធម៌កតញ្ញូកតវិធីតាធម៌ទាំងឡាយដែលលោកឪពុកអ្នកម្ដាយប្រឹងចិញ្ចឹមបីបាច់ថែរក្សាកូនចៅបុត្រធីតាទាំងអស់ហ្នឹងនឹកឃើញចង់ធ្វើបុណ្យធ្វើទានមានសទ្ធាចំពោះលោកឪពុកអ្នកម្ដាយឧបត្ថម្ភប្រាក់កាក់លុយកាក់អីផ្សេងទាំងអស់ហ្នឹងគាត់រងចាំទទួលទាំងអស់ឲ្យតែកូននឹកឃើញតែខ្លាចតែកូននឹងមិននឹកឃើញទេបានតែគាត់មិនចាំដូចកណាលលើខាងដើមថាបើចេះតែកម្មថ្ងៃនេះចាំថ្ងៃនោះធម៌ស្លាប់មកដល់គឺមិនចាំបានទេប៉ុន្តែបើសិនជាគាត់នៅចាំបានកូនចៅទាំងឡាយប្រុសស្រីគួរតែមនីធ្វើនៅសេចក្តីល្អមាននៅសទ្ធាធ្វើបុណ្យអីនៅជាដើមដឹងគុណចំពោះលោកឪពុកអ្នកម្ដាយដូចថ្ងៃនេះអញ្ចឹងគេតបគុណលោកឪពុកនិងអ្នកម្ដាយអញ្ចឹងទៅធ្វើបុណ្យបច្ច័យ4ផងចម្រើនបជនផងដាពឹស្ដាផងឆ្លងចែកដីផងអីសពគ្រប់បែបយ៉ាងហ្នឹងមានន័យថាកូនចៅហ្នឹងគេនឹករលឹកឃើញនៅគុណោឧបការៈគុណរបស់លោកឪពុកនិងអ្នកម្ដាយនឹងឯងបានជាខ្ញុំកណាឆ្លើយថាធម៌ចាំកូនចៅទាំងឡាយហ្នឹងធ្វើបុណ្យជូនចំពោះគាត់មិនប្រកាសតែចម្រើនបជនតែមួយទេប្រគុណជាអង្គម្ចាស់ហើយគ្រប់បុណ្យទាំងអស់ឲ្យតែកូនចៅមានសទ្ធាមានទឹកចិត្តមានជ្រះថ្លាមាននៅធម៌កតញ្ញូកតវិធីតាធម៌លោកឪពុកនិងអ្នកម្ដាយចាំទទួលទាំងអស់ណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយផោសាទវោសាទសពបរោះផងទាំងឡាយអិសរាទានាធបតីសម័យផ្ដើមទានប្រធានផ្ដើមបុណ្យអញ្ចឹងលោកបានរាយសេចក្តីហើយចំពោះធម៌ចាំមែនណាញោមយើងក៏លេចមើលថាយើងនៅក្នុងភូមិយើងនេះតើមានកូនប្រមាណអ្នកប្រមាណគ្រួសារដែលបានធ្វើបុណ្យបច្ច័យ4ដាពឹស្ដាចម្រើនបជនឆ្លងបច្ច័យដីឬក៏បុណ្យនានោះជូនដល់លោកឪពុកនិងអ្នកម្ដាយក៏លេចមើលចុះមើលឡើងមួយឆ្នាំឃើញតែមានមួយគ្រួសារពីរគ្រួសារអញ្ចឹងឃើញថាវាមានតិចណាស់
អញ្ចឹងរាល់ការសន្សំបុណ្យការធ្វើបុណ្យជូនលោកអ្នកដ៏មានគុណមានមេត្តាមានបិតានេះក៏សិតសឹងតែដោយលោកបានរាយសេចក្តីខាងដើមថាសិតតែជាកូនដែលដឹងនៅគុណូបការៈគុណជាកូនមានកតញ្ញូកតវេទិតាធម៌ទើបបានធ្វើបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្ននេះជូនកតឲ្យមេត្តាបិតាដែលចាស់ក្រំគ្រាទៅនេះគ្មានអ្វីក្រៅពីកូធ្វើបុណ្យធ្វើកុសលធម្មតាបើអត់មានកូនអត់មានអីធ្វើក៏ពិបាកដែរឧទាហរណ៍ថាខ្លួនឯងឥឡូវអាយុ80ឆ្នាំដើរញញីញញ័រទៅអត់មានកូនណាមានម៉ូតូមានឡានដឹកទៅវត្តក៏ពិបាកធ្វើបុណ្យធ្វើកុសលដែរអញ្ចឹងមានតែកូនចៅប្រុសស្រីនឹងហើយដែលមានកម្លាំងកំហែងជួយកិច្ចការងារក្នុងធម៌ទាំងឡាយ5អាឡែងធម៌ទី1ថាពេលឪពុកម្ដាយដែលចាស់ទៅមានតែកូនចៅនឹងហើយជួយធ្វើបុណ្យអបតបកិច្ចការងារទាំងឡាយទាំងពួងនឹងជូនដល់លោកមេត្តានិងបិតាដែលគាត់បានចាស់ក្រំគ្រាទៅជាពិសេសនៅក្នុងឱកាសនេះគឺបុណ្យចម្រើនបច្ចុប្បន្នអញ្ចឹងឥឡូវកូនចៅទាំង6គ្រួសារហ្នឹងបានធ្វើបុណ្យជូនដល់លោកអ៊ំទ្រីនិងបាសិកាស្រីជាដើមអញ្ចឹងទៅមនាលអនុថែចម្រើនបច្ចុប្បន្នអញ្ចឹងចង់សួរទៅទៀតណាហើយចុះចម្រើនបច្ចុប្បន្នហ្នឹងតាមសេចក្តីភាសាបាលីគេថាចម្រើនបច្ចុប្បន្នហ្នឹងមានសេចក្តីយ៉ាងណាសូមវិសាចនីផន្តេតរៈបពិតព្រះមហាថែដ៏ចម្រើនពាក្យថាចម្រើនបជនចម្រើនបជនហ្នឹងមានន័យថាធ្វើឲ្យអាយុម៉ែអាយុឪហ្នឹងមានអាយុវែងសូមនិមន្តជ្រាបធ្វើឲ្យអាយុម៉ែអាយុឪហ្នឹងអាយុវែងញោមបុណ្យចម្រើនហ្នឹងឲ្យឪពុកម្ដាយហ្នឹងអាយុវែងចុះធ្វើយ៉ាងម៉េចទៅដើម្បីឪពុកម្ដាយហ្នឹងអាយុវែងសូមវិសាចនាអញ្ចឹងចង់ធ្វើឲ្យម៉ែឪហ្នឹងអាយុវែងពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាទាំងអស់ត្រូវចងចាំថាត្រូវធ្វើពិធីហ្នឹង3របៀបទៀតបានធ្វើឲ្យអាយុហ្នឹងវែងទី1គឺពិធីគោរពទី2ពិធីបដិបត្តិនិងទី3ពិធីសពបុណ្យបន្ថែមសូមនិមន្តជ្រាបធ្វើហ្នឹងមាន3របៀបអាចរបៀបទី1ដែលលោកម្ចាស់ថាគោរពនឹងមានរបៀបយ៉ាងណាសូមវិសាចនាគោរពទី1រឿងគោរពហ្នឹងគឺគេសូត្រសัพពីតយោកតរោធម្មាវត្ថន្តុអាយុវណ្ណោសុខាំងបលាំងធម៌ទាំង4ប្រការនឹងឯងទី1ហ្នឹងអាយុវែងហ្នឹងមុនគេទី2ហ្នឹងវណ្ណៈពណ៌សម្បុរទី3សុខៈហ្នឹងសេចក្តីសុខទី4ហ្នឹងបលៈគឺកម្លាំងខ្លាំងក្លាឲ្យធម៌ទាំង4ហ្នឹងអញ្ចឹងឲ្យទី1ដែលមានអាយុហ្នឹងតើវាទៅកើតនៅចំពោះអ្នកណាគឺកើតចំពោះអ្នកដែលមានសេចក្តីគោរពអញ្ចឹងញាតិញោមណាយាយតាណាចេះសັບពីតយោប្រែដឹងអញ្ចឹងអ្នកណាដែលមានធម៌នៅគោរពអ្នកណាចេះនៅគោរពអ្នកហ្នឹងអាយុវែងចាស់ពីដើមញាតិញោមជាពុទ្ធបរិស័ទឃើញធម៌ឃើញអសរហ្នឹងមិនហ៊ានដើរកលងទេសិតតែទូលើក្បាលហើយតែក្មេងសម័យឥឡូវអាយុខ្លីគ្រាន់តែឃើញធម៌ឃើញសភៅយកទៅដុតចោលយាយតាពីដើមចូលវត្តចូលវាដោះមួសចេះគោរពទៅកន្លែងណាមានអ្នកតាមានបារមីចេះតែគោរពនឹករលឹកមិនចេះដើរពៀការពៀពេញក្នុងកន្លែងហ្នឹងទេសិតតែសុំមុនចំណែកក្មេងឥឡូវទៅណាចូលវត្តទៅបេះទៅបោចទៅយកទៅលួចលែងស្គាល់បាបស្គាល់អាក្រក់ស្គាល់ល្អលែងស្កេះគោរពណាក្មេងខ្លះអញ្ចឹងទៅអ្នកខ្លះទៀតទៅរឿងមិនចេះគោរពមេត្តាបិតាអញ្ចឹងទៅវាអាយុខ្លីមេត្តាបិតាប្រាប់ទៅណាចេញទៅក្រៅហ្នឹងពាក់មួកសុវត្ថិភាពផងបើកកងតនហ្នឹងតិចបានហើយបើអត់ចេះស្ដាប់តើអត់ចេះស្ដាប់មានសេចក្តីប្រមាទនៅក្នុងខ្លួនព្រះពុទ្ធលោកថាអ្នកណាដែលមានសេចក្តីប្រមាទក្នុងខ្លួនឈ្មោះថារោគនៅសេចក្តីស្លាប់អ្នកខ្លះទៀតអញ្ចឹងទៅអត់ចេះគោរពណាផ្លាកចរាចរអត់ចេះគោរពចំពោះអ្នកណាដែលមានចាស់ដែលវ័យចាស់ព្រឹទ្ធាចារ្យហ្នឹងទៅអត់ចេះគោរពរមែងហ្នឹងអាយុហ្នឹងវាខ្លីឲ្យចុះគោរពបែបម៉េចថាសិលគុណចំពោះអ្នកមានសិលចំពោះអ្នកមានសិលចំពោះអ្នកណាចំពោះចាស់ព្រឹទ្ធាចារ្យដែលមានអាយុហ្នឹងវាច្រើនអញ្ចឹងអ្នកណាដែលចេះគោរពណាអ្នកណាដែលចេះគោរពចំពោះមេត្តាបិតាក្តីគោរពចំពោះអ្នកមានសិលក្តី
គោរពចំពោះនឹងស្ទុះសបរមីក្តីចូលវត្តចូលវាមិនចេះបោកមិនចេះលួចមិនចេះឆក់អាយុវែងញាតិញោមហើយដល់ពេលបុណ្យក៏វាអញ្ចឹងដែរបុណ្យវាកើតឡើងអំពីការគោរពដូចគ្នាដូចទី1លោកសំដែងថាអញ្ជលីកម្មលើកដៃសំពះអញ្ចឹងបុណ្យទី1លើកដៃសំពះបានបុណ្យអាហ្នឹងគេហៅថាគោរពដល់ពី2អភិវានកម្មគឺសំដៅទៅលើការថ្វាយបង្គំមច្ចុដ្ឋានកម្មគឺការរយៈសមយកម្មគឺការចាប់ដៃនឹងអ្នកបុណ្យទាំងអស់នោះវាកើតអំពីការគោរពអញ្ចឹងអាការគោរពក៏បានបុណ្យការគោរពនឹងក៏ជាអាយុវែងដែរអញ្ចឹងខ្ញុំកណាចេះតែប៉ុណ្្នឹងឯងរឿងគោរពបើសិនជាដឹងលើសនឹងទេសូមនិមន្តឆ្លើយខ្លួនឯងទៅចោសូមនិមន្តជ្រាបសាធុជ្រាបហើយអញ្ចឹងរបៀបទី1គឺការគោរពអញ្ចឹងគោរពនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបានទេញោមពុទ្ធវចនៈលោកេចត្តារធម្មាវត្ថនអាយុវណ្ណោសុខំបលាំងនេះដែលពុទ្ធវចនៈដែលលោកបានសម្ដែងបុគ្គលណាដែលចេះនៅគោរពចាស់ព្រឹទ្ធាចារ្យគោរពដល់បុគ្គលអ្នកមានសិលគោរពដល់បុគ្គលដែលបានមាននៅសីលគុណជាដើមហ្នឹងគឺបាននៅអាយុវែងទី1បាននៅអាយុណាវណ្ណៈសុខៈនិងពលៈនឹងឯងអញ្ចឹងមានតែការគោរពនេះទេយើងមើលសពថ្ងៃសិលធម៌សង្គមខ្មែរធ្លាក់ចុះដោយសារតែការអត់គោរពនឹងឯងយើងមើលតាមបណ្ដាញសង្គមនានាឃើញហើយមានដូចជាការគ្រោះថ្នាក់ចរាចរណ៍អីផ្សេងមានការស្លាប់មានការរបួសធ្ងន់ស្រាលដោយសារតែការធ្វើប្រហែសដោយការមិនគោរពច្បាប់ចរាចរណ៍ដូចលោកម្ចាស់អនុថែបានសម្ដែងអញ្ចឹងដល់កាលណាដែលយើងមិនគោរពមានអីញោមវាទៅតែយើងនឹងអាយុខ្លីហ្នឹងហើយសូម្បីតែការបរិភោគនៅភោជនីយអាហារហ្នឹងខ្វះការពិចារណាគោរពនៅក្នុងភោជនីយមត្តញ្ញុតាហ្នឹងក៏អាយុមិនវែងដែរញោមឃើញទេឃើញរបស់ចេះតែឆ្ងាញ់ទៅដាក់ទៅដល់យើងក៏ពះចាស់មានអីសាច់គោឬក៏ស្បែកគោចេះតែពៀញុំលេបទៅអត់ស្គាល់ប្រមាណក្នុងការបរិភោគក៏ធ្វើឲ្យក៏អាយុខ្លីយើងដែរអញ្ចឹងយើងអត់មានការគោរពនឹងឯងមនាលអនុថែប្អូនឥឡូវទី1លោកម្ចាស់ថាការគោរពនឹងគឺធ្វើឲ្យមនុស្សឪពុកម្ដាយនឹងមានអាយុវែងចុះរបៀបទី2ការបដិបត្តិតើការបដិបត្តិនឹងធ្វើយ៉ាងណាដើម្បីឪពុកនិងអ្នកម្ដាយនឹងមានអាយុវែងសូមវិសាចនីផន្តេតរៈបពុទ្ធព្រះមហាថែដ៏ចម្រើនពោសាទវោឯសាទសពរោះប្រុសស្រីយាយតាញោមញាតជាពុទ្ធបរិស័ទទាំងឡាយយាយតាណាចង់បានអាយុវែងប្រព្រឹត្តនិងបដិបត្តិតាមធម៌5យ៉ាងទៅទៀតសូមនិមន្តជ្រាបសាធុជ្រាបហើយតែជ្រាបតែអនុថែមហាថែក៏មិនជ្រាបញោមញៀនក៏មិនជ្រាបអិសរាទានាតបដីសម័យដើមទៀនក៏មិនជ្រាបចុះធម៌5យ៉ាងនោះមានអ្វីខ្លះសូមវិសាចនីទី1លោកឲ្យឈ្មោះថាសម្បាយការីមានន័យថាធ្វើខ្លួននឹងឲ្យសបាយបើខ្សែអត់ចេះធ្វើខ្លួនឲ្យសបាយទេចេះតែកើតទុកគេថាឈើបៀមទឹកឆាប់បុកមនុស្សបៀមទុកឆាប់ស្លាប់ហើយបើសិនជាយាយតាគិតទៅពីណាយប់ឡើងយំដោយសារចៅថ្ងៃឡើងយំដោយសារកូនល្ងាចឡើងយំដោយសារកូនប្រសាជីវិតនឹងរស់មិនបានយូរទេអញ្ចឹងបើចង់ឲ្យខ្លួនឯងរស់បានយូរកុំសូវយំច្រើនពេកខ្លះទៅយំដោយសារមានជំងឺអញ្ចឹងអារស់មិនបានយូរគិតតែពីយំកើតបកើតទុកធៀមខ្លួនណាញោមវាយក្តាមមកឈុះទុកឲ្យហើយរស់មិនបានយូរទេប៉ុន្តែបើចង់ឲ្យរស់នឹងវាបានយូរជួតែធ្វើខ្លួននឹងឲ្យសបាយធ្វើខ្លួនឲ្យសបាយត្រង់ណាសបាយដាក់អកក្តងឥឡូវហ្នឹងឲ្យម៉ែឲ្យឪហ្នឹងឡើងរំហ៎ពេចបត់គេឥឡូវសិតតកាចផងញាក់តែ2 3ត្រឹតគាំងបេះដូងងាប់ប្រវាទៀតអញ្ចឹងមិនមែនសបាយអញ្ចឹងទេយាយតាចង់ឲ្យកូនចៅទាំងឡាយឲ្យម៉ែឪនឹងសបាយគាត់សបាយខុសពីយើងសបាយនឹងអកកំប៉ុងអកដបហើយប៉ុន្តែបើពុកម្ដាយសបាយនឹងការធ្វើបុណ្យធ្វើទានអញ្ចឹងគាត់សបាយធ្វើបុណ្យធ្វើទានជូនតលុយជូនតកាក់គាត់ទៅគាត់សបាយហើយគាត់ចេះតែធ្វើទានណាប៉ុន្តែដូចយើងសពថ្ងៃយើងពងធ្វើអញ្ចឹងពេលដែលកូនចៅធ្វើបុណ្យជូនអីឲ្យគាត់អញ្ចឹងគាត់សបាយប៉ុន្តែបើកូនខ្លះក៏អត់យល់គាត់គិតតែបញ្ជូនលុយ
ឲ្យម្ដាយនឹងយកទៅស៊ីចាយចូលហាងទំនើបចូលផ្សារចូលអីអញ្ចឹងទៅដើម្បីឲ្យគាត់សុបាយហើយតែបើអត់ប្រមាណនោះទៀតធ្វើឲ្យខ្លួនហ្នឹងវាកើតទុកទៅទៀតហើយទុកមួយទៀតជួនកាលទៅទុកដោយសារកូននឹងយ៉ាងម៉េចបើជួនកាលទៅទូរស័ព្ទល្ងាចឡើងទេមករឿងអាឡូម៉ែអើយឥឡូវហ្នឹងកូនខ្ញុំហ្នឹងវាតូចខ្ញុំអាចយកទៅធ្វើទៅតាមបានទេចង់ផ្ញើម៉ែអញ្ចឹងនេះអាចផ្ញើម៉ែបានទេម៉ែនេះមិនដឹងឲ្យឆ្លើយតែម៉េចឲ្យឆ្លើយបានតែពេលបានមកកាត់ទុកមួយសាទៀតអញអើយមិនដឹងបានលុយឯណាទេបានមើលចៅកូនគេឆ្លើយផ្លែតម៉ែកុំភ័យចាំខ្ញុំឲ្យលុយម៉ែដល់ពេលយកកូនមកដាក់ពុកឲ្យមួយថ្ងៃ 5,000 អាកូននោះចាយមួយថ្ងៃ 15,000 ហើយម៉ែនេះទុកទៀតអញបានលុយឯណាឲ្យចៅអញទៅវាចាយ 15,000 គេទុកឲ្យតែ 5,000 ណាទុកមួយទៀតហើយមួយទៀតងាកអាកូនទី2ទេមកអាឡូម៉ែអើយខ្ញុំខែហ្នឹងខ្វះបង់ធនាគារមួយខែខ្ចីម៉ែសិនអញ្ចឹងទេម៉ែជួយខ្ញុំផងម៉ែឪនេះកើតទុកអញទៅរកលុយឯណាទេបង់ធនាគារកូនណែអាទុកមួយហ្នឹងទៀតវាកើតឡើងទៅយូរព្រោះអត់បានយូរឯងខ្ញុំមុខអាស្លាប់ហ៎អញ្ចឹងទេបើមុំទេទូរស័ព្ទកូនតែមកបង់ធនាគារបិទចោលខ្លះកុំឲ្យទទួលច្រើនពេកអញ្ចឹងពិបាកឥឡូវណាអាហ្នឹងអញ្ចឹងដែរហើយដល់ពេលធ្វើឲ្យគាត់សប្បាយធ្វើបន់ជូនគាត់ដូចថ្ងៃនេះអញ្ចឹងធ្វើបន់ទៅគាត់សប្បាយហើយគាត់សប្បាយគាត់គិតថាណាបន់មានតែបន់កសលនឹងទេអាចជួយខ្លួនឯងនឹងឲ្យវារងរស់បានមានតែបន់កសលនឹងទេអាចជួយយកកំណើតខ្លួនឯងនឹងឲ្យវាផុតទុកបានក៏ប៉ុន្តែកូនខ្លះអត់អញ្ចឹងខ្ញុំជូនលុយមកឯងនឹងមកមិនមែនឲ្យមកឯងទៅធ្វើបន់ឯងងាកទេទៅអាចារ្យនេះងាកទេទៅអាចារ្យនោះផ្អាកធ្វើបន់ខ្លះទៅកុំធ្វើពេកហើយណាដល់ពេលអញ្ចឹងគាត់គិតតែខ្លួនឯងវាទុនទៀតរៀតសេរសៀលចង់បាក់ទៅហើយឯងវាត្រូវបានធ្វើបន់ចង់ធ្វើបន់ធ្វើកសលព្រោះអាការកូនទៅពីនៅតូចហ្នឹងអាពេលដែលកូននៅក្នុងពោះហ្នឹងមិនសូវបានធ្វើបន់ប្រមាណទេអាកូនកើតមកក៏មិនសូវបានដែរព្រោះអត់តែចិញ្ចឹមបីបាច់ឲ្យកូនរៀងធំឡើងទៅប្រឹងរកស៊ីចិញ្ចឹមកូនដល់ពេលរៀងធំឡើងទៅរកលុយរកកាក់ដើម្បីតដឹងប្រពន្ធតដឹងកូនតដឹងប្រពន្ធតដឹងប្តីនឹងឲ្យទៀតអញ្ចឹងអត់មានពេលធ្វើបន់អញ្ចឹងមានតែពេលនឹងធ្វើបន់ប៉ុន្តែបើគេអត់ឲ្យយើងធ្វើបន់ទៀតកូនខ្លះទៅសួរម៉ែទៅធ្វើបន់ជោគបន់គេប្រាប់ថាម៉ែឯងទៅណាទៅបន់គេណាបើទៅបន់គេកុំទៅយូរពេកណាម៉ែណាអត់មានអ្នកចាំផ្ទះទេយាយនឹងទៅដល់ជោគបន់មិនបាច់ចាំស្ដាប់លោកទេអីទេកូនខ្ញុំប្រាប់មកថាអត់មានអ្នកយាមផ្ទះហើយដល់ពេលគាត់ត្រូវទៅបន់ទៅសមាទានសិលណាកូនទៀតគេថាណាឲ្យទៅណាឲ្យទៅជោគបន់ទៅជោគបន់ហើយត្រឡប់មកវិញខ្ញុំអត់មានម៉ូតូជិះណាដល់ពេលអញ្ចឹងគាត់មកទៀតអត់បានស្ដាប់ទេឃើញទេញោមដល់ពេលអញ្ចឹងជីវិតរបស់គាត់ហ្នឹងគាត់គិតថាណាខ្លួនអញខំចិញ្ចឹមកូនតាំងពីតូចក្រូចឆ្មាមកចិញ្ចឹមទៅវាមានទ្រព្យវាមានប៉ះពៀននៅបាបកម្មជួនកាលទៅបេះបោយរបស់គេជួនកាលទៅរកស៊ីទៅចិត្តតែកេងកັບកំពុនមកលើភ្នែកអញ្ជិញអីនឹងជាដើមទៅដើម្បីឲ្យកូននឹងរស់ហើយដល់ពេលកូននឹងធំឡើងឯងត្រូវចិត្តបានរំដោះខ្លួនហើយគេមិនឲ្យទៅទៀតអាហ្នឹងក៏រៀងយ៉ាប់ដែរនិយាយឧទាហរណ៍ទេញោមណាឧទាហរណ៍ថាជួនកាលអីយាយខ្លះទៅវត្តស្រាក់ពេញមកវិញស្រាក់ពេញដែរដើម្បីអីញោមដើម្បីកូនយាយខ្លះទៅបន់ទេទៅបន់តាពឹស្តាទៅបន់បច្ច័យ4ទៅបន់អីផ្សេងអញ្ចឹងទៅមើលតែគេមើលតែបបរនឹងតំណងឆ្ងាញ់ទេមើលទៅនឹកឃើញតកូនអញ្ចឹងលួចយកមកចានទៅតាមច្បារជែកមកទុកឲ្យកូនហូបហើយកាមកាប់ពិតចាននោះមិនទាន់យកឲ្យគេទេបើគាត់មិនចង់បានទេចានប៉ុណ្ណឹងប៉ុន្តែគ្រាន់តែភ្លេចយូរទៅអៀនមិនហ៊ានយកមកសងគេតែប៉ុណ្ណឹងសួរទៅដើម្បីអ្នកណាថាដើម្បីកូនអញ្ចឹងបើគាត់ដឹងតែខ្លួនឯងពិបាកតោកយ៉ាអញ្ចឹងហើយគាត់ត្រូវតែធ្វើបន់ធ្វើកសលនឹងឯងដើម្បីឲ្យខ្លួនគាត់ព្រោះគាត់គិតថាណាខ្លួនអញកើតមកដោយសារបន់យើងគិតមើលអ្នកខ្លះតាណាខ្លួនឯងដែរអាយុចិត្តអាយុ50គេទៅអស់ហើយមិនក៏យើងនៅថាយើងអាស្រ័យនឹងបន់អញ្ចឹងបើអាស្រ័យនឹងបន់ធ្វើនឹងបន់អានេះឯងគឺសបាយនឹងការធ្វើបន់គឺសបាយការីតែសបាយប៉ុណ្ណឹងហើយញោមសម្បាយេមតាំងជានិតិសបាយនឹងដឹងកាលដឹងវេលាប្រមាណនឹងការសបាយបន្តិចតលោកបែកលោកមកទេតែធ្វើខ្លួនឲ្យសបាយអាយុវែងនឹងចេញពីរោងការនាំចៅទៅប្រហោះម៉ូតូអីអត់បានទេញោមណាអាហ្នឹងវាអាចនឹងមានគ្រោះថ្នាក់ដឹងដែរ
អានឹងត្រូវដឹងពីខ្លួនឯងការសបាយដែរសបាយដឹងខ្លួនឯងតិចតែចេញពីនឹងទៅឥឡូវអកក្តងគេរៀបចំចាក់ទីឲ្យចេញពីនឹងទៅហេអញវាអត់យូរហើយណាអ៊ំអីបួសយូរហើយចង់ទៅសាអី2 3បត់អីគេសិតតែបត់រីមិចអីអូវីវអាហ្នឹងអត់ទៅស្រួលទេមិនតែសបាយដឹងការខ្លួនឯងចាស់ដឹងតែខ្លួនឯងចាស់ទុកអាក្មេងនោះឲ្យគេទៅអានឹងទី2ដល់ពេលទី3បរិណតភោជិដឹងខ្លួនប្រមាណក្នុងការបរិភោគកុំចេះតែបរិភោគតែខ្លួនឯងនឹងវាចេះតែបរិភោគទៅអាចទៅដាក់បានក៏ចេះតែតាពីទៅអាខ្លួនឯងនឹងគេឲ្យតមអីក៏មិនចេះតមគេឲ្យហូបនឹងមានជាតិវីតាមីនមិនសូវចេះមានជាតិវីតាមីនចេះដាក់ចោះដាក់ឡើងទៅរឿងវីវទៀតអាហ្នឹងយើងដឹងប្រមាណនៅក្នុងការបរិភោគមិនញាតិញោមណាមានយាយខ្លះនៅគេដំណើរណាញាតិញោមគេខ្លះគេថាយាយមួយនោះក៏ឃ្លានបាញ់ជំនឿខ្លាំងពេកដល់ឃ្លានបាញ់ជំនឿខ្លាំងពេកទៅគាត់ដាក់មួយម៉ាត់ចាមួយចុងក្រោយវាតាក់កកលៀនភ្នែកខ្លែឃើញទេមកអត់ដឹងប្រមាណក្នុងការបរិភោគបើដឹងតែខ្លួនឯងនឹងទទួលបានតែ3គ្រាប់អីកុំដាក់ដល់4យ៉ាត់តែហ៊ានដាក់ដល់4វាស្អិតកកតាក់កកប្រវាក់យាយតាគក់លន់ពេញហ្នឹងឥឡូវអញ្ចឹងអាហ្នឹងមួយទៅមួយទៀតបើទៅដល់ពេទ្យគេថាណាយាយកុំបរិភោគអារឿងគ្រឿងផ្អាប់នឹងខ្លាំងពេកវាប៉ះពាល់ឲ្យលើសឈាមវាប៉ះពាល់ឲ្យយើងនឹងវាឈាមវារត់មិនល្អកុំបរិភោគផ្អែមខ្លាំងពេកខ្លាចតែទឹកនោមផ្អែមបើយើងអត់សូវស្ដាប់ទេអញ្ចឹងយើងអត់ដឹងប្រមាណនៅក្នុងការបរិភោគកាលណាដែលអត់ដឹងប្រមាណក្នុងការបរិភោគជីវិតរបស់យើងក៏រស់អត់បានយូរដែរឯទី4នេះលោកឲ្យឈ្មោះថាព្រហ្មចារីណាមានធម៌ទៅទៀតមានធម៌ហ្នឹងគឺយើងត្រូវដឹងតែខ្លួនឯងរស់បានដោយសារតែការធ្វើបុណ្យធ្វើកុសលនឹងឯងយើងត្រូវធ្វើបុណ្យបន្ថែមឯទី5កាលចារីដឹងកាលអាម៉េចបើខ្លួនឯងនឹងបត់ជើងវាមិនបានយូរទេប្រែទៅញោមកុំនៅបត់ជើងអីបន្ថែមអញ្ចឹងអរិយាបត់ទាំង4ដេកដើរឈរអង្គុយនឹងយើងធ្វើឲ្យបានរឿយគេហៅថាហាត់ប្រាណគេហៅថាកាលចារីដឹងប្រមាណក្នុងការហើយបើដឹងតែខ្លួនឯងនោះវាបត់វាមិនបានយូរក៏ពេនទៅបើមិនបានទេក៏ដេកទៅប៉ុន្តែត្រូវដេកក៏ដេកកុំឲ្យជាប់យូរពេកដេកតែល្មមទៅគេហៅថាដឹងការអញ្ចឹងធម៌ដែលធ្វើឲ្យអាយុវែងបដិបត្តិតាមធម៌ហ្នឹងមាន5ប្រប៉ុណ្ណេះនិយាយតាណាបដិបត្តិបានអាយុវែងហើយបើបដិបត្តិមិនសូវបានទេក៏អាយុខ្លីអីចឹងដែរអញ្ចឹងខ្ញុំកណាឆ្លើយទៅតាមពេលវេលាប្រប៉ុណ្ណេះសូមនិមន្តទទួលសាធុកឡោសិអនុធេរៈវនេអនុថាដ៏មានភ័ក្រភោរផង់មានបញ្ញាឆ្លាតវៀងវៃបានដោះស្រាយរាល់បញ្ហាកម្មទាំងឡាយដែលខ្ញុំកណាបានសាកសួរតកតងទៅនឹងបញ្ហាកម្មធ្វើយ៉ាងណាដើម្បីឲ្យមានអាយុវែងឥឡូវលោកឆ្លើយថាមាន5គឺមានសបាយការីសបាយេមត្តាំងជានេតិបរិពោជិកាលចារីនិងប្រមចារីដែលលោកបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយចែកជូនញោមញាតិជាទីសន្តាប់ឲ្យបានយល់ហើយអញ្ចឹងកាលណាបើយើងបានធ្វើទៅតាមប្រតិការដែលលោកបានត្រាស់ត្រង់ត្រាស់សម្ដែងចែកជូនហើយឥឡូវនេះយើងយកធម៌ទាំង5របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នោះមកបដិបត្តិមកគោរពណាមកធ្វើយ៉ាងណាដើម្បីឲ្យជីវិតរបស់យើងនេះរស់នៅបានយូរយូរអាត្មាទាំងពីរព្រះអង្គនេះជឿជាក់សង្ឃឹមថាមនុស្សយើងគ្រប់រូបគ្មានពីណាចង់ស្លាប់ទេសុទ្ធតែជាអ្នកចង់រស់ឲ្យបានវែងទៀតនោះបើអាចណាបើសិនបើអាចថាមនុស្សយើងអាចរស់ដល់1000ឆ្នាំប្រហែលជាញាតិញោមត្រូវតែធ្វើយ៉ាងណាក៏ត្រូវដែរបើមានថាផលិតថ្នាំយ៉ាងណាឲ្យយើងកើនអាយុក្មេងវៀងវ័យអាយុដល់1000ឆ្នាំអូប្រកាសជារលុយនឹងទៅទិញថ្នាំនឹងមកលេបមិនចង់ពីណាចង់ស្លាប់ទេគឺចង់បាននៅសេចក្តីរស់រានមានជីវិតគ្រប់តែគ្នាហ្នឹងមិនថាយើងនៅកម្ពុជាមិនថាញាតិញោមនៅក្រៅប្រទេសសុទ្ធតែជាអ្នកចង់បានសេចក្តីសុខនឹងរស់ទៅមានអាយុវែងមិនឲ្យមានរោគទៅទៀតនោះតែសភាវៈធម៌នេះគឺมันអាចគ្រប់គ្រងបានទេវាធ្លាក់ទៅនៅចាស់ក្រមគ្រាអវសានជាតិអវសាននៃជីវិតគឺដល់នៅសេចក្តីស្លាប់ចាក់ជារំខានទីបញ្ចប់បើមិនកប់ក៏ដុតបើមិនដុតក៏កប់លើលោកអាចារ្យភ្លុកបុករុកឆេះខ្ទេចគ្មានសល់អីទេ
អញ្ចឹងហើយមនាលអនុថែប្អូនឥឡូវលោកថាធម៌ទាំងឡាយមាន5មានសបាយការីរហូតដល់5អាចារ្យតើក្នុងធម៌ពពុទ្ធមានធម៌លើសនឹងឬបន្ថែមពីនឹងទៀតទេដែលធ្វើឲ្យមនុស្សយើងអាយុវែងសូមវិសាចនី ខន្តេតរៈបពុតប្រគុណជាអង្គម្ចាស់ដ៏ចម្រើនធម៌ដែលលើសនឹងមាន3ទៅទៀតសូមនិមន្តជ្រាប សាធុតើ3នឹង1អ្វី2អ្វី3អ្វីសូមវិសាចនី ទី1ជប់លៀងជីវិតឲ្យគាត់ទី2រំដោះគ្រោះឲ្យគាត់ទី3អនុគ្រោះឲ្យគាត់សូមនិមន្តទទួល ជប់លៀងសង្គ្រោះផងអីផងស្ដាប់ទៅដូចរញ៉េរញ៉ៃស្ដាប់មិនយល់ទេហើយញាតញោមនោះប្រហែលជាមិនយល់ដែរស្អីជប់ផងអីណាលៀងផងអាម៉េចទេឥឡូវចង់ឲ្យអនុថែបកស្រាយរង្គៀយសេចក្តីមួយមកមើលសូមវិសាចនី ខន្តេតរៈបពុតប្រគុណជាអង្គម្ចាស់ដ៏ចម្រើនអញ្ចឹងទី1លោកឲ្យឈ្មោះថាជប់លៀងជីវិតជប់លៀងនឹងជប់ត្រង់ណាគេហៅថាជីវតមហកិច្ចជប់លៀងជីវិតរបស់គាត់ត្រង់នោះយកគាត់នឹងទៅដល់បោះស្បុកហើយគាត់ដាក់បោះស្បុកហើយឲ្យមានឲ្យកូនចៅមានប្រសងស្រោចទឹកឲ្យនឹងដង្ហែដង្ហមហើយមានកៅអៅស្លៀកពាក់ឲ្យគាត់ដង្កងដង្កើងយួរនឹងឯងបានជាហៅថាជប់លៀងគឺជប់លៀងដង្កងដង្កើងយួររបស់គាត់ឲ្យគាត់នឹងរស់បានយូរសូមនិមន្តជ្រាប សាធុជប់លៀងត្រង់កន្លែងដែលថាឲ្យញាតិញោមដែលជាឪពុកម្ដាយនឹងមានការឲ្យស្លៀកពាក់លើកដំកុំដំកើងយោះដំឡើងសាក់មានស្រោចសកណ្ដវិរីអីហ្នឹងធ្វើឲ្យអាយុវែងហើយចុះទី2ដែលលោកបានឆ្លើយតើមានសេចក្តីយ៉ាងណាសូមវិសាចនី ទី2គេហៅថាអរំដោះគ្រោះមានន័យថាអញ្ចេះពេលដែលកូនចៅទាំងឡាយបានដង្ហែដង្ហមកូនឪពុកម្ដាយនឹងទៅលើបោះសបុកនឹងគឺសំដៅទៅលើបោះសបុកតំណាងដល់ឋានសួគ៌បោះសបុកនឹងតំណាងដល់ឋានសួគ៌ញោមព្រោះគេគិតថាម៉េចគិតថាម៉ែឪនឹងការគាត់ចិញ្ចឹមកូនទាំងអស់នឹងមកវាលំបាកតោកយ៉ាកវេទនាហ៊ានលួចបោះអីផ្សេងរបស់គេទៅកន្លែងណាចិត្តទៅលួចដើម្បីយកមកចិញ្ចឹមកូនអ្នកខ្លះទៅមេត្តាបិតាហេតុតែចង់បានលុយប្រាក់កៈចំណេញទៅក៏នាំគ្នាទៅលើភ្នែកអញ្ចឹងអីនឹងជាដើមអីអញ្ចឹងទៅគាត់មានបាបមកតង់ទៀតដល់ពេលគាត់ខ្លាចគាត់មានបាបមានអីផ្សេងគាត់អញ្ចឹងទៅបានជាកូនចៅនឹងគេដង្ហែដង្ហមគាត់ឲ្យទៅដាក់បោះស្បុកមានន័យថាតំណាងឋានសួគ៌ឲ្យគាត់នឹងបានទៅឋានសួគ៌ឲ្យគាត់រួចចាក់ទុកហើយមួយទៀតបានជាគេយកទឹកនឹងយកមកលាងញោមទឹកនឹងសំដៅទៅទឹកនឹងពីឋានសួគ៌ជាទឹកអប់ទឹកល្អទឹកនឹងដែលប្របីដែលលាងក្អែចាស់លាងក្អែចាស់ឲ្យស្អាតអញ្ចឹងទៅមានន័យថាលាងនៅបាបកម្មខ្លះទៅវាយសัตว์បង្ងាប់សัตว์ទាំងរស់អ្នកខ្លះទៅបាំងអាងតែដឹងតែខ្លួនថាសัตว์នឹងវាវាយទៅវាមានបាបប៉ុន្តែម៉ែឪនឹងអត់អញ្ចឹងទេឲ្យតែគិតថាសัตว์នឹងវាអាចជាបាកូនបានទោះតែសัตว์នឹងវាអត់ថ្មិញក៏វាយទោះតែសัตว์នឹងវាគ្មានពឹសក៏ត្រូវតែវាយបិទកូនបិទតវ៉ៅកូននឹងឲ្យវាជាដែរអញ្ចឹងទាំងអស់នឹងឯងបានជាគេនឹងយកគាត់ទៅដាក់លើបោះស្បុកតំណាងឋានសួគ៌តំណាងឋានសួគ៌យកទឹកនឹងគេយកស្រោចយកគាត់លាងនៅបាបកម្មមានន័យថាម៉េចញោមពភាកមើលបន្តិចមើលគេឡើងធ្វើបច្ចៅអត្តកាគេយកទឹកនឹងទៅស្រោចអ្នកខ្លះទៅឡើងទៅជាគ្រប់គ្រងទ្រព្យសម្បត្តិក៏គេយកទឹកនឹងទៅងូតទឹកដែរយកគាត់យកទឹកនឹងមកងូតឲ្យគាត់ដែរអ្នកខ្លះទៅចង់ដំកើងយួរត្រូវតែយកទឹកនឹងយកមកងូតដែរអញ្ចឹងទឹកនឹងប្របីញាតិញោមយកទឹកនឹងមកងូតក៏ប៉ុន្តែកូនខ្លាំមិនសូវបានដឹងទេជួនកាលទៅតែងូតទឹកឲ្យម្ដាយនឹងតែម្ដងនឹងឯងហើយជួនកាលនុចទឹកឲ្យម្ដងនឹងថតប្រហោះតែខ្លួនឯងបានស្រោចច្រើនហើយជាពិសេសនឹងញោមស្មូតយាយមួយក៏ស្មូតតែអញ្ចឹងការខ្ញុំនៅតូចម៉ែងូតទឹកឲ្យខ្ញុំដល់ពេលខ្ញុំធំខ្ញុំងូតទឹកឲ្យម៉ែអាត្មាចេះតែអង្គុយសើចដូចមែននេះអីការខ្ញុំនៅតូចម៉ែងូតទឹកឲ្យខ្ញុំដល់ពេលខ្ញុំធំម៉ែងូតទឹកឲ្យកូនខ្ញុំម្ដងទៀតមែនទេញោមការខ្ញុំនៅតូចម៉ែឲ្យលុយខ្ញុំចាយឥឡូវខ្ញុំធំហើយនៅកូនខ្ញុំមិនទាន់ធំម៉ែឲ្យលុយកូនខ្ញុំចាយម្ដងទៀត
មែនវាជាសភាវៈពិតឥឡូវសួរមហាថែវិញមើលតាំងពីតូចរហូតដល់ឥឡូវហ្នឹងម៉ែងូតទឹកឲ្យប៉ុន្មានដងចប់ហើយញោមសួរអញ្ចឹងនឹងឆ្លើយថាម៉េចតាំងពីតូចរហូតដល់ប៉ុណ្ណារហូតដល់មានវ័យប៉ុណ្ណាមិនដឹងថាម្ដាយខ្ញុំកូណាហ្នឹងញោមស្រីហ្នឹងងូតទឹកឲ្យប្រមាណដែរមិនដឹងដែរសូមឆ្លើយប៉ុណ្ណឹងនឹងយកសូមឆ្លើយខ្លួនឯងទៅសឡប់ទឹកទី1មិនបាច់ចាំអាប៊ីតរាប់ហើយញោមដឹងហើយញោមតាំងពីតូចមកដល់ឥឡូវហ្នឹងម៉ែឲ្យស្រោចទឹកឲ្យប្រមាណដងហើយអត់ដឹងដែរញោមអញ្ចឹងមិនខុសពីអាត្មាអញ្ចឹងអាត្មាអត់ដឹងដែរអញ្ចឹងណាអាចរចងូតទឹកឲ្យម្ដាយហ្នឹងតំណាងជំរះក្អែរបស់គាត់អាក្អែចាស់ហ្នឹងសំដៅទៅលើអបាបកម្មទាំងឡាយនោះដែលគាត់ប្រឹងចិញ្ចឹមយើងហ្នឹងអាហ្នឹងមួយទៅទី2មានន័យថារំដោះឲ្យគ្រោះឲ្យគាត់មានន័យថាពេលដែលងូតទឹកឲ្យគាត់ហើយស្រោចទឹកឲ្យគាត់ហើយអស់យើងយកកៅអៅថ្មីជូនគាត់ឲ្យគាត់បានលាកកៅអៅថ្មីមានន័យថាគាត់ទទួលបានគ្រឿងអិសរយុហ្នឹងថ្មីបានថ្មីកាលណាហើយអត់ត្រង់តារំដោះគ្រោះហ្នឹងមិនមែនដូចយើងធ្វើអញ្ចឹងទេរំដោះគ្រោះមានន័យថាយកគាត់ហ្នឹងមកស្ដាប់ព្រះបរិត្តសូត្រដែលព្រះអង្គលោកសូត្រណតាំង7អង្គសូត្រលើងាកមិញហ្នឹងគឺស្ដាប់ឲ្យគាត់ទៅព្រោះធម៌ហ្នឹងមិនស្ដាប់ទៅរំដោះគ្រោះពពុទ្ធលោកសំដែងថាអញ្ចេះអ្នកណាស្ដាប់ធម៌ដោយគោរពរមែងបាននៅបញ្ញាហើយរមានបាននៅអាយុវែងទៀតអីមិនបានអញ្ចឹងញោមបានស្ដាប់ធម៌អាយុវែងអាយុត្រង់ណាញោមការសម័យពពុទ្ធលោកការជាសត្វគ្រួចណាដល់ពេលការជាសត្វគ្រួចអញ្ចឹងទៅភ្លើងហ្នឹងវាឆេះដល់វាឆេះមកដល់នៅក្នុងចិត្តនឹងដល់កន្លែងដែលសត្វគ្រួចដែលជាតួអង្គពពោធិសត្វហ្នឹងពពោធិសត្វសូត្រនៅព្រះបរិត្តសូត្រនៅធម៌ទៅភ្លើងហ្នឹងក៏វាលែងឆេះទៅដល់មួយទៀតពេលដែលព្រះអង្គលោកកើតទៅជាសត្វកង្កោកណាកើតជាសត្វកង្កោកណាញាតិញោមតែមានពណ៌លោមស្អាតណាអ្នកណាក៏មិនអាចចាប់បានដែរចេះតែរួចខ្លួនរហូតព្រះអង្គលោកសូត្រដែលយើងសូត្រថាធម៌ដែលយើងសូត្រនៅក្នុងធម៌មោតបរិត្តណាញាតិញោមណាតែចេះមោតបរិត្តទៅដឹងណាអតេតយញ្ចកុមាឯករាជារេសវណ្ណោបតបពភាសោហ្នឹងដល់ពេលសូត្រអញ្ចឹងទៅរួចខ្លួនអំពីគេចាប់បានស្ដេចណាក៏ចង់បានក៏ប៉ុន្តែផ្វេសប្រហែសមិនបន្តិចញោមគេយកកង្កោកញីហ្នឹងយកមកតាក់អញ្ចឹងប្រុសយើងអីយាយតាហ្នឹងស្រួលបោកតែយកស្រីស្អាតមកបន្តិចទៅបោកបានហ្នឹងហើយដល់ពេលអញ្ចឹងចំនួនកង្កោកដល់ពេលអញ្ចឹងចាញ់អាសម្រស់កង្កោកញីហ្នឹងទៅគេស្ទាក់បានដោយការធ្វេសប្រហែសប៉ុន្តែអ្នកណាចេះព្រះបរិត្តមិនងាយសាបសូន្យញោមចេះតែអាយុវែងមើលថ្ងៃមួយពពុទ្ធកូនចៅតថាគតនឹងទៅគង់ក្រោមដើមឈើដល់ទៅគង់ក្រោមដើមឈើញាតិញោមពពួកអមនុស្សនេះមានអរុក្ខទេវតាអាកាសទេវតាទេវតាថែរក្សាក្នុងព្រៃទេវតាថែរក្សាក្នុងភ្នំអ្នកដើមឈើទាំងអស់ហ្នឹងដល់អញ្ចឹងទៅជ្រកក្រោមហ្នឹងដល់ទៅជ្រកក្រោមហ្នឹងពពួកទេវតានៅខាងលើគេអត់ហ៊ានចូលដល់ពេលគេអត់ហ៊ានចូលគេនិមិត្តខ្លួនហ្នឹងធំប៉ុណ្ណាណីដល់ខ្លួនធំប៉ុណ្ណាណីដេញកូនចៅតថាគតនឹងចេញដល់ដេញកូនចៅតថាគតនឹងចេញបានជាព្រះអិនទេវតាហោះទៅប្រាប់ថាដល់ពុទ្ធព្រះអង្គដល់ចម្រើនណាកូនចៅរបស់ព្រះអង្គទៅកន្លែងគេអត់ហ៊ានចូលទៅដេកទេព្រោះកូនចៅព្រះអង្គនឹងមានសិលគេអត់ហ៊ានជន់ទេចឹងព្រះអង្គហើយគួរឲ្យធម៌មួយទៅដើម្បីការពារខ្លួនដើម្បីសពសាយបានជាលោកឲ្យឈ្មោះធម៌មេករណីយមេនសោតករណីយមេនសោតហ្នឹងគឺករណីសោតតាំងណាញាតិញោមតែសោតករណីយមតកុសលេនយន្តតាំងសន្តាំងប្រទាំងអភិសមេនឹងជាដើមអញ្ចឹងទៅដល់យាយតាឥឡូវមិនថាធម៌នឹងផ្សាយមេត្តាធម៌ឯធម៌នឹងដេញខ្មោចតែកាលណាដល់ពេលឃើញតែមើលតែខ្មោចនឹងរៀងលងឯងសោតករណីទៅដឹងតែដេញមិនមែនទេធម៌នឹងឯងផ្សាយមេត្តាចំពោះសពសត្វទាំងឡាយករណីសោតមួយទៀតពេលដែលព្រះបរិត្តនឹងកូនចៅលៀងបាត់លៀងដោះក្អែមេត្តាបិតាហើយយកមកដាក់ក្នុងហ្នឹងប្រសងសូត្រធម៌ដានណាដែលបរិត្តអ្នកមោមេសពពុទ្ធានាងឧបាណានាងមហេសីនាងតណ្ហង្ការោនោះមានន័យថ្វាយបង្គំចំពោះព្រះពុទ្ធ28ព្រះអង្គហើយទៅធម៌នឹងជាសីមាពាត់កុំឲ្យពពួកអមនុស្សទាំងឡាយនឹងវាចូលមកយាយញាតិញោមណែពពួកអមនុស្សទាំងឡាយវាកំពុងតែដើរមើលយើងក៏យើងមើលវាមិនឃើញតែវានឹងមើលយើងឃើញ
គេថាមើលតែអ្នកណាមិនចេះធ្វើបុណ្យអ្នកណាបលមើគុណមេត្តាបិតាអ្នកណាមិនចេះឲ្យតម្លៃមេត្តាបិតាអ្នកណាអត់ដឹងគុណមេត្តាបិតាមិនយូរឯងមុងតែគេចាប់ទៅបានហើយអញ្ចឹងមកតែគេមកមើលសិនមើលតែមិនស្រួលហ្នឹងគេយកទៅហើយអញ្ចឹងធម៌ព្រះបរិត្តហ្នឹងឯងលោកឲ្យឈ្មោះថាធម៌រំដោះគ្រោះគឺយកមេត្តាបិតាក្រោយពីស្រោចតគុណតបរីហើយយកមេត្តាបិតាមកស្ដាប់ព្រះបរិត្តហើយឲ្យមេត្តាបិតាជ្រះថ្លានឹងព្រះបរិត្តគាត់មានអាយុវែងចឹងខ្ញុំកណាឆ្លើយខ្លីប៉ុណ្ណឹងមិនហ៊ានវែងនេះទេមានរឿងវែងជាងនឹងទៀតទុកខ្លីប៉ុណ្ណឹងចោះខ្លាចមានញាតិញោមចង់ស្ដាប់បន្តសូមនិមន្តជ្រាប សាធុជ្រាបហើយញោមយាតប្រកាសរត់តែជ្រាបជាងព្រះមហាថៃនឹងដែរពីព្រោះថាដើម្បីអបស្ទប់ជីវិតរបស់មេត្តាបិតាឲ្យបានអាយុវែងដូចលោកម្ចាស់អនុថែបានសម្ដែងអញ្ចឹងគឺយកគាត់ទៅងូតទឹកសកន្ធវេរីណាតម្កុំតម្កើងយុស័កជ្រះនៅក្អែលមន្ទិលគឺសេចក្តីបាបកម្មទាំងឡាយទាំងពួងដែលឪពុកដែលអ្នកម្ដាយដែលលោកបានខំបីបាច់ថែរក្សាចិញ្ចឹមជីវិតកូនណាទាំងសុចរិតខ្លះទាំងទុច្ចរិតខ្លះមិនងាយមមបានចិញ្ចឹមកូនមួយឲ្យរស់មិនងាយទេញោមអាកូនកើតមកហើយអាកូនឈឺឪពុកម្ដាយនឹងកើតទុកទៀតហើយណាគេថាម៉េចប៉ុតតាំងគីវេណាកូននឹងជាចំណងកកនឹងមិនងាយទេញោមកើតមកហើយនឹងមានចំណងចងឪពុកម្ដាយនឹងពេលកូនឈឺស្កាត់យប់ប្រលប់ឪពុកម្ដាយនឹងភ័យស្លន់ស្លោរកពេទ្យផងអាពេទ្យរកមិនឃើញទៅរកគ្រូមកជាពិសេសអ៊ំធីហ្នឹងណារកចុះរកឡើងឃើញតែគ្រូបាទជាឃើញអ្នកតាឃើញអ្នកយាយអ្នកដូនណាណីនោះចេះតែដាក់ដូងផងដាក់ស្លាធរផងធ្វើតែយ៉ាងណាឲ្យកូនរបស់គាត់នឹងបានជាតែពេលខ្លះក៏វាមិនជាដែរញោមដោយសារតែកម្មដែលកូនគាត់បានប្រព្រឹត្តពីអតីតកាលអតីតជាតិឯណោះអញ្ចឹងធ្វើយ៉ាងណាអីយ៉ាងណាអស់ដីរាប់ហាត់អស់រាប់ម៉ឺនដុល្លារក៏កូននឹងក៏មិនជាដែរឃើញទេបែរទឹកចិត្តឪពុកទឹកចិត្តអ្នកម្ដាយស្រឡាញ់កូនយ៉ាងណាខំលះបង់ទាំងសាច់ស្រស់ឈាមស្រស់ធ្វើយ៉ាងណាឲ្យតកូននឹងបានសេចក្តីសុខឥឡូវដល់ពេលវេលាដែលកូនចៅធ្វើតបនៅគុណបការៈគុណនៅក្នុងថ្ងៃចម្រើនបជនអញ្ចឹងណាខំមូមិត្តបងប្អូនទាំងឡាយទាំងពួងនឹងខំមានពុបចេតនាជាចេតនាខាងដើមនឹងមកធ្វើយ៉ាងណាឲ្យកម្មវិធីបុណ្យនឹងប្រព្រឹត្តទៅឲ្យមេត្តាបិតាសប្បាយចិត្តបានអាយុវែងហ្នឹងឃើញទេឃើញគេដាក់លើបោះស្បុកដង្ហែសិតតែអមដំណើរដោយយាតាសូត្រនៅជាយន្តោជ័យបរិទ្ធផងអីផងពេលហ្នឹងហើយដែលកូនប្រុសស្រីកូនប្រសាធីតាបកើតហ្នឹងគាត់បីធ្វើគាត់បីបដិបត្តិ